ចាសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងមកតាមខ្ញុំណាខ្ញុំនាំទៅខាងព្រៃតម្រាក់ម្ដងថាតើនៅព្រៃតម្រាក់ហ្នឹងមានអីជាពិសេសអត់ទេអញ្ចឹងពេលដែលដល់រង្វង់មូលព្រៃតម្រាក់ហើយយើងកែរង្វង់មូលនឹងបន្តិចទៅបន្ទាប់មកបាត់ទៅឆ្វេងណាកុំទៅខាងវត្តវិហារសួរអីសោះចាឥឡូវនេះគឺយើងមកដល់កន្លែងញ៉ាំអីហើយអញ្ចឹងមុននឹងយើងចូលទៅកំងអីញ៉ាំខ្ញុំសូមថតរូបភាពឲ្យបងប្អូនបានមើលខ្ញុំទៅសើម្ចាស់ហាងនឹងមែនតែនហ្មងណាដោយសារតែគាត់ចេះ creative ចេះបង្កើតទស្សនីយភាពសម្រាប់អ្នកដែលគាត់ទៅញ៉ាំនៅនឹងមានជារូបភាពគាត់យកអីវ៉ាន់របស់របរប្រើចាស់ពីមុនមកដែលប្រើលេងបានណាគឺយើងយកមកតាំងពីពណ៌សម្រាប់ឲ្យអ្នកដែលគាត់ទៅញ៉ាំអីហ្នឹងគាត់បានមើលគាត់បានស្គាល់ថាតើអានេះអីគេនិយាយទៅវាប្លែកភ្នែកម្យ៉ាងដែរហើយខ្ញុំគិតថាបងប្អូនភាគច្រើនគឺគាត់ស្គាល់ហើយថាកន្លែងហ្នឹងកន្លែងណាអញ្ចឹងឥឡូវខ្ញុំអត់ទាន់ប្រាប់ទេអញ្ចឹងបងប្អូនណាដែលដឹងអាចប្រាប់បានណាថាកន្លែងហ្នឹងគឺជាកន្លែងណាអីគេហ្នឹងលើហើយបន្ទាប់ពីកូនខ្ញុំគាត់បានដើរមើលហើយឥឡូវហ្នឹងគឺដល់ពេលដែលយើងត្រូវរកកន្លែងអង្គុយសម្រាប់យើងកំងអីញ៉ាំអញ្ចឹងដូចខ្ញុំម៉ាក់ខ្ញុំកូនខ្ញុំហ្នឹងគឺរកកន្លែងអង្គុយហើយពួកយើងចូលចិត្តទៅអង្គុយនៅក្បែរច្រាំងមាត់ទន្លេដោយសារទី1វាលហើយវាត្រជាក់ហើយណាមួយកូនខ្ញុំគាត់អាចមើលទៅខាងមាត់ទន្លេផងមានន័យថាគាត់អាចមើលទឹកហើយផ្លែកភ្នែកម្យ៉ាងដែរដោយសារតែវាត្រជាក់មែនតើដោយសារពេលខ្ញុំទៅហ្នឹងរៀងខ្យល់ខ្លាំងដែរម៉ោងប្រហែលជាខ្ទង់5ល្ងាចអីដែរហើយអញ្ចឹងណាបន្ទាប់ពីយើងបានអង្គុយមកសន្ទុះហើយឥឡូវហ្នឹងមីស៊ុបរបស់យើងបានមកដល់ហើយអញ្ចឹងពេលដែលបងប្អូនឃើញមីស៊ុបហើយឃើញកន្លែងខ្ញុំគិតថាបងប្អូនប្រកាសជាដឹងហើយថាកន្លែងហ្នឹងកន្លែងណាអញ្ចឹងខ្ញុំប្រហែលឲ្យដឹងហ្មងកន្លែងហ្នឹងគឺយើងហៅថាមីលាក់ខ្លួននៅខាងវត្តប្រសពអូខេបាយបាយ